ប្រសិនបើពិភពលោកនេះបើក្នុងដាក់អ្នកចូលអ្នកបែរក្នុងដាក់ពិភពលោកនេះវិញនេះគឺជាពាក្យសម្ដីរបស់តួអង្គ Timon នៅក្នុងរឿង The King of Lion ជាការពិតណាស់នៅក្នុងពេលខ្លះយើងពិតជាមានអារម្មណ៍ថាខ្លួនឯងឯកាមានអារម្មណ៍ថាខ្លួនឯងអត់មានតម្លៃនៅពេលដែលយើងខំព្យាយាមតាមយកចិត្តយកថ្លើមក្រុមណាម្នាក់ឬក៏នរណាម្នាក់ឬក៏ក្នុងទំនាក់ទំនងស្នេហាណាមួយមិនថាក្នុងរឿងមិត្តភ័ក្តិឬក៏ទំនាក់ទំនងស្នេហានោះទេវាពិតជាធ្វើឲ្យយើងមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរមែនទែននៅពេលដែលយើងព្យាយាមតាមយកចិត្តយកថ្លើមទេប៉ុន្តែគេនៅតែមិនអោយតម្លៃមកលើយើងបានទទួលនៅវិញនៅការរើសអើងឬការមិនអោយតម្លៃផ្សេងនៅពេលដែលយើងខំប្រឹងយកចិត្តទុកដាក់ទៅលើអ្នកដទៃទៅលើពិភពលោកខាងក្រៅធ្វើឲ្យយើងបាត់បង់តម្លៃខ្លួនឯងឬក៏បាត់បង់សេរីភាពចំពោះខ្លួនឯងតើយើងនឹងមានអារម្មណ៍ឈឺចាប់ប៉ុណ្ណាដែលយើងខំលះបង់គ្រប់យ៉ាងដើម្បីស្នេហាមួយនេះដើម្បីទំនាក់ទំនងមួយនេះឬដើម្បីមិត្តភាពមួយនេះប៉ុន្តែយើងទទួលបានមកវិញនៅការបែកខ្នងការទុកយើងឲ្យនៅមានអារម្មណ៍ថាឯកាវាហាក់បីដូចជាយើងនៅក្នុងបន្ទប់មួយដែលងត់សូនឈឹងទោះបីយើងខំប្រឹងស្រែកយ៉ាងណាក៏អត់មានអ្នកណាគេម្នាក់ឮដែរអារម្មណ៍ដែលត្រូវបានពិភពលោកបែកខ្នងដាក់វាពិតជាសម្រងការសម្ពាធនឹងធ្វើឲ្យយើងលែងមានតម្លៃចំពោះខ្លួនឯងធ្វើឲ្យយើងមានអារម្មណ៍ថាចង់បោះបង់ចោលខ្លួនឯងការស្រាវជ្រាវនៃចិត្តវិទ្យាបានបង្ហាញឲ្យឃើញថាការដែលយើងរំពឹងទៅលើពិភពលោកខាងក្រៅពេកការដែលយើងរំពឹងទៅលើមនុស្សជុំវិញខ្លួនពេកចង់ផ្គប់ចិត្តអ្នកដទៃពេកចង់បានការសរសើរពីអ្នកដទៃធ្វើឲ្យយើងនៅពេលដែលយើងមិនបានធ្វើឲ្យយើងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដូច្នេះហើយយើងត្រូវតែបែរខ្នងដាក់អ្នកដទៃនៅពេលដែលអ្នកដទៃបែរខ្នងដាក់យើងពាក្យដែលយើងបែរខ្នងដាក់ពិភពលោកនេះមិនមែនមានន័យថាយើងគិតពីរឿងអវិជ្ជមានទេប៉ុន្តែគឺជាការបង្កើតគម្លាតផ្លូវចិត្តសម្រាប់ខ្លួនឯងការសិក្សាបានបង្ហាញថាការដែលយើងចេះបង្កើតគម្លាតផ្លូវចិត្តសម្រាប់ខ្លួនឯងធ្វើឲ្យយើងរកចំណុចខ្លាំងរបស់ខ្លួនឯងឃើញនិងធ្វើឲ្យខ្លួនឯងមានតម្លៃឡើងវិញហើយធ្វើឲ្យយើងនឹងមានសុខភាពផ្លូវចិត្តរឹងមាំនិងមានសុភមង្គលយូរអង្វែងជាជាងពឹងផ្អែកទៅលើការសរសើរពីអ្នកដទៃដំណោះស្រាយមួយទៀតនោះនៅពេលដែលយើងមានអារម្មណ៍ថាគ្រប់គ្នាបែរខ្នងដាក់យើងឈប់ខ្វល់ពីសម្ពាធសង្គមហើយក៏ត្រឡប់មកមើលថែខ្លួនឯងវិញនៅពេលដែលពិភពលោកបែរខ្នងដាក់អ្នកត្រូវតែឈប់រត់តាមអង្វរពិភពលោកនេះទៀតហើយចូលប្រើពេលវេលាដែលបែរខ្នងដាក់ពិភពលោកដ៏ញ៉ៃញ៉ៃនេះមករកចំណុចខ្លាំងរបស់ខ្លួនឯងវិញហើយងាកមើលសម្លឹងមើលជុំវិញខ្លួននឹងចំណុចតូចធ្វើល្អចំពោះខ្លួនឯងឆ្លាញ់ខ្លួនឯងបានច្រើននិងធ្វើឲ្យខ្លួនឯងមានសុភមង្គលឡើងវិញកុំខ្វល់ពីពាក្យសម្ដីនឹងមនុស្សជុំវិញខ្លួនទំនាក់ទំនងមួយនៅពេលដែលយើងខំប្រឹងតែម្ខាងក៏វាមិនអាចដូចបំណងបានដែរហើយភាពចាំបាច់ដែលយើងត្រូវធ្វើបន្តនោះកុំចំណាយពេលច្រើនពេកជាមួយនឹងមនុស្សដែលគេមិនឲ្យតម្លៃយើងពាក្យសម្ដីអ្នកដទៃវាគ្រាន់តែជាពាក្យសម្ដីមួយដែលយើងមិនអាចហាមឃាត់បានតែអ្វីដែលយើងអាចធ្វើបាននោះគឺ control អារម្មណ៍ខ្លួនឯងបើសិនជាយើងនៅតែមិនព្រមបែរខ្នងដាក់មនុស្សដែលគេបែរខ្នងដាក់យើងនោះយើងមិនអាចគ្រប់គ្រងខ្លួនឯងបានទេយើងនៅតែជាប់គាំងនៅមួយកន្លែងជាមួយនឹងទុកក្រៀមក្រំដែលគេមិនឲ្យតម្លៃនោះពេលវេលាផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងព្យាបាលខ្លួនឯងចាប់ផ្ដើមធ្វើថ្ងៃនេះដើម្បីថ្ងៃស្អែកស្រឡាញ់ខ្លួនឯងបានច្រើនកុំផ្ដោតទៅលើអ្នកដទៃទៀតអីសកម្មភាពដែលយើងត្រូវចាប់ផ្ដើមបន្តនោះនៅពេលដែលអ្នកមានអារម្មណ៍ថាពិភពលោកនេះបានបែកខ្នងដាក់អ្នកពិភពលោកនេះបានអយុត្តិធម៌ចំពោះអ្នកចូលអ្នកដកដង្ហើមឲ្យវែងហើយប្រាប់ខ្លួនឯងថាវាមិនអីទេបើសិនជាអ្នកដទៃមិនឲ្យតម្លៃយើងបើសិនជាអ្នកដទៃមិនយល់ពីយើងសំខាន់ឲ្យតែយើងយល់អំពីខ្លួនឯងគឺគ្រប់គ្រាន់ហើយអញ្ចឹងដោះស្រាយបញ្ហានេះដោយចាប់ផ្ដើមពីវិនាទីនេះតទៅយប់នេះចូលធ្វើអ្វីដែលអ្នកចង់ធ្វើអ្វីដែលអ្នកស្រឡាញ់ហើយកុំខ្វល់ពីពាក្យសម្ដីអ្នកដទៃបែរខ្នងដាក់ពិភពលោកនេះវិញដើម្បីរកតម្លៃរបស់ខ្លួនឯងដើម្បីបង្កើតសមត្ថភាពរបស់ខ្លួនឯងជាសរុបមកវិញមិនថានៅក្នុងទំនាក់ទំនងណាក៏ដោយទំនាក់ទំនងមិត្តភ័ក្តិឬទំនាក់ទំនងស្នេហាចូលបែរខ្នងដាក់គេបើសិនជាគេបែរខ្នងដាក់យើងចូលកុំព្យាយាមតាមអង្វរនរណាម្នាក់ដើម្បីទាមទារក្តីស្រឡាញ់ឬដើម្បីទាមទារការយកចិត្តទុកដាក់ពីគេចូលធ្វើខ្លួនឯងឲ្យមានតម្លៃទើបជីវិតប្រសើរឡើងស្រឡាញ់ខ្លួនឯងឲ្យបានច្រើនខិតខំពង្រឹងសមត្ថភាពនិងធ្វើឲ្យខ្លួនឯងមានតម្លៃវិញចុងក្រោយតើអ្នកទាំងអស់គ្នាចូលចិត្តប្រធានបទនេះទេបើសិនជាចូលចិត្តសូមមេត្តាជួយចុច like បន្ថែមពេលនេះនាងខ្ញុំវណ្ណហួចសូមអរគុណសូមជម្រាបលា